អាហ្វាគឺជាអ្នកបើកតាក់ស៊ីម្នាក់ដែលកំពុងតែជួបការលំបាកខ្លាំងនិងជំទាក់បំណុលគេជាច្រើនគាត់បានខ្ចីប្រាក់ពីមនុស្សគ្រោះថ្នាក់ដើម្បីយកទៅលេងល្បែងភ្នាល់សេះប្រណាំងហើយរកលុយបានគ្រាន់តែគ្រប់គ្រាន់សម្រាប់រក្សាគ្រួសារដោយសារតែជាប់ជំពាក់បំណុលគេច្រើនពេកគាត់បាននាំប្រពន្ធនិងកូនតូចរបស់គាត់ទៅរស់នៅផ្ទះចាស់មួយធំទូលាយប៉ុន្តែថ្លៃឈ្នួលវិញថោកខ្លាំងគួរឲ្យសង្ស័យមិត្តរបស់គាត់បាននិយាយថាផ្ទះកំចឹងមិនសំជួរថោកចឹងសោះប្រយ័ត្នមានខ្មោចវើយដោយមិនអើពើនឹងការព្រមានថាផ្ទះនោះអាចមានខ្មោចអាហ្វានៅតែជ្រើសរើសឲ្យគ្រួសារមករស់ងាកមកមើលផ្ទះថ្មីរបស់គ្រួសារអាហ្វាវិញមានសម្លេងចម្លែករំខាននៅពេលយប់រាល់ម៉ោង3អត្រាសម្លេងនាឡិកាបុរាណតែងបន្លឺឡើងជាខ្លាំងបណ្ដាលឲ្យកូនប្រុសតូចរបស់អាហ្វាយំជាញឹកញាប់ព្រមទាំងមិនឈប់ទៀតផងហេតុការណ៍នេះអាហ្វាពិតជាពិបាកទទួលរស់នៅជាមួយណាស់ហើយមានស្ត្រីចាស់ម្នាក់ដែលមើលទៅគួរឲ្យខ្លាចតែងតែឈរមើលផ្ទះរបស់ពួកគេពីខាងក្រោមអគារយ៉ាងអាបកំបាំងប្រពន្ធអាហ្វាមានអារម្មណ៍មិនស្រួលក្នុងចិត្តព្រោះផ្ទះនេះចម្លែកនិងមានហេតុការណ៍គួរឲ្យខ្លាចកើតឡើងបន្តបន្ទាប់ប៉ុន្តែអាហ្វាមិនយកចិត្តទុកដាក់ឡើយគាត់ជឿថាសំណាមអាក្រក់នឹងកន្លងផុតទៅយប់នោះសំឡេងកណ្ដឹងបន្លឺធម្មតាដោយការមួម៉ៅអាហ្វាបានស្រែកម្នាក់ឯងចំកណ្ដាលផ្ទះថាខ្ញុំហត់ហើយចំបានស្អីពីខ្ញុំក៏ខ្ញុំគ្មានដែរបើយល់ល្អមកជួយខ្ញុំភ្នាល់ល្បែងឲ្យឈ្នះវិញគ្រាន់មានលុយទិញក្រដាសសែនដុតឲ្យចាយយប់នោះអាហ្វាក៏បានយកសុបិនរន្ធត់មួយដែលក្នុងសុបិននោះបាននិយាយពីលេខ1និងលេខ8ដោយសារសុបិននេះអាហ្វាក៏សម្រេចភ្នាល់ម្ដងទៀតដោយជឿដូចរាល់ដងថាសំណាងគាត់នៅមានការភ្នាល់ម្ដងនេះអាហ្វាបានឈ្នះប្រាក់យ៉ាងច្រើនភ្លាមសំណាងរបស់គាត់បានផ្លាស់ប្ដូរ360ដឺក្រេគាត់ឈ្នះការប្រណាំងម្ដងហើយម្ដងទៀតមានលុយសំបំណុលអស់នៅអាចនាំប្រពន្ធកូនញោមអាហារថ្លៃរួមទាំងទិញកាដូនាឡិកាមាសជូនប្រពន្ធគាត់ទៀតផងគ្រួសារគាត់មិនដែលបានមានសន្តិភាពអញ្ចឹងនោះទេយីអ៊ុនអាហ្វាពេលនេះឡើងក៏ពុកគាត់ជឿថាផ្ទះនេះជាផ្ទះនាំសំណាងមិនមែនជាផ្ទះខ្មោចទេប៉ុន្តែភ្លាមនោះកូនរបស់គាត់ឈឺធ្ងន់ដោយក្តៅខ្លាំងមិនព្រមបាត់អាហ្វាត្រូវយកកូនខ្លួនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យក្រោយមកពីមន្ទីរពេទ្យវិញអាហ្វាបានជួបស្ត្រីចំណាស់នោះម្ដងទៀតហើយបានដឹងការពិតដ៏គួរឲ្យភ័យខ្លាចមួយស្ត្រីចំណាស់នោះបាននិយាយទៅកាន់អាហ្វាថាមានខ្មោចមួយកំពុងជួយឲ្យឯងឈ្នះលុយទាំងនេះកូនឯងឈឺតើឯងមានបានគោរពកិច្ចសន្យាអីជាមួយគេឬក៏អត់ប្រយ័ត្នខ្លួនផងអាហ្វាហាក់ដូចមិនបានចាំកិច្ចសន្យាអ្វីនោះទេរួចក៏បន្តដំណើរចូលផ្ទះធម្មតាដោយគ្មានរឿងអីក្រោយចូលដល់ក្នុងផ្ទះអាហ្វាប្រទះឃើញបុរសប្លែកមុខម្នាក់អង្គុយយកកៅអីក្នុងផ្ទះរបស់ខ្លួនដោយកំពុងម៉ៅក៏ដើរទៅនិយាយទៅកាន់បុរសនោះដោយការសង្ស័យនិងខឹងសម្បាដូចគ្នាថាលោកជាអ្នកណាឆាប់ចេញពីផ្ទះខ្ញុំភ្លាមនៅពេលនោះខ្យល់បក់ខ្លាំងហើយបុរសនោះតបថាយើងមកនៅទីនេះមុនឯងទៅទៀតយើងមកយកសន្យារបស់យើងអាហ្វាហាក់ដឹងថាបុរសដែរឈប់ពីមុខគាត់នេះពុំមែនជាមនុស្សទេក៏ស្ទុះសំដៅទៅកាន់ទ្វារផ្ទះដើម្បីរត់ចេញពីផ្ទះខ្មោចនេះទ្វារផ្ទះក៏បិទដោយខ្លួនឯងទោះប្រឹងទាញយ៉ាងណាក៏មិនរបើកខ្មោចនោះរំលឹកអាហ្វាអំពីសន្យាដែលគាត់ធ្លាប់និយាយនៅពេលអស់សង្ឃឹមថាបើគាត់ខ្លាចជាមនុស្សមានលុយគាត់នឹងដុតលុយក្រដាសសែនបូជាជូនវិញ្ញាណក្នុងផ្ទះនេះដោយសារការលោភលន់និងមុខមលនឹងភាពជោគជ័យអាហ្វាបានធ្វើការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយទៀតគាត់បានសន្យាឲ្យខ្មោចយកពាក់កណ្ដាលនៃអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់គាត់ឲ្យតែនៅតែព្រមជួយគាត់លេងល្បែងឲ្យឈ្នះគេក្រោយបានយល់សន្យារបស់អាហ្វាខ្មោចនោះហាក់ពេញចិត្តនឹងសំណើនេះខ្មោចនោះបានញឹមបន្តិចហើយក៏ដោះលែងអាហ្វាឲ្យមានសេរីភាពវិញប្រពន្ធអាហ្វា3កូនប្រុសចេញពីមន្ទីរពេទ្យហើយនិយាយថាពេទ្យប្រាប់ឲ្យយកកូនមកផ្ទះវិញកូនអស់អីហើយអាហ្វាកាដែលដឹងថាខ្លួនមានខ្មោចជួយបែបនេះអាហ្វាវក់នឹងល្បែងកាន់តែខ្លាំងព្រោះលេងអ្វីក៏ឈ្នះបន្តែលើកនេះអាហ្វាមិនដែលភ្លេចសែនក្រដាសប្រាក់ឲ្យខ្មោចនោះទេមិនបានយូរប៉ុន្មានក៏មានរឿងហេតុមួយកើតឡើងលើអាហ្វានិងគ្រួសារម្ដងទៀតដោយថ្ងៃនោះអាហ្វាបើកទ្វារជួរក្នុងផ្ទះដោយទឹកមុខរីករាយដោយសារការភ្នាល់ល្បែងឈ្នះគេដោយរាល់ដងទឹកមុខញឹមនោះប្រែជាតក់ស្លុតមួយរំពេចព្រោះរកូនខ្លួនឯងចំខ្លាំងហើយមកកូនសុទ្ធតែម្សៅផាត់សក្រហមដោយខ្មោចក្នុងផ្ទះសុទ្ធតែឈាមភ្លាមនោះប្រពន្ធអាហ្វាក៏បានដើរចេញពីបន្ទប់គេងពួកគេដោយជើងញញ័រក៏ស្ទុះសំដៅទៅត្រូវប្រពន្ធរបស់ខ្លួនមិនទាន់បានសួរថាមានរឿងអ្វីផងផាច់មួយកំភ្លៀងផ្ទះទៅកាន់មុខអាហ្វាដោយប្រពន្ធគាត់ហើយនាងបានសួរគាត់ដោយខំសប្បាយនិងខកចិត្តថាតើបងបានសន្យាអ្វីជាមួយខ្មោចនោះ
អាហ្វាផានប្រពន្ធគាត់ក៏បន្តថាអូននិងកូនក៏ត្រូវបានចែករំលែកជាមួយខ្មោចនោះតាក់កណ្ដាលដែរដោយខំខ្លាំងនាងក៏ដឹកដៃកូនចាក់ចេញពីផ្ទះហើយនិយាយទៅកាន់អាហ្វាថាលែងចង់រស់នៅជាមួយប្តីលោកខ្លួនចិនទៀតហើយភ្លាមនោះអាហ្វាបានស្រែកកំហប់ទៅកាន់ផ្ទះនោះថាទ្រព្យសម្បត្តិខ្ញុំដុតសែនឲ្យលោកតាក់កណ្ដាលដោយតាមសន្យាទេតើហេតុអីលោកមកប៉ះពាល់ប្រពន្ធកូនរបស់ខ្ញុំចឹងខ្មោចនោះនិយាយថាឯងសន្យាប្រកោតតាក់កណ្ដាលនៃគ្រប់យ៉ាងរបស់ឯងមានន័យថាតាក់កណ្ដាលជីវិតរបស់ឯងតាក់កណ្ដាលអនាគតរបស់ឯងហើយសូម្បីតែប្រពន្ធនិងកូនរបស់ឯងក៏ត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងនោះដែរទោះអាហ្វាអង្វរយ៉ាងណាក៏ដោយខ្មោចនោះមិនព្រមបញ្ឈប់ឡើយព្រោះសម្រាប់ខ្មោចសន្យាត្រូវតែគោរពសប្បាយខ្លាចជាទុកហើយពេលនេះសំណាងរបស់អាហ្វាបានរលាយបាត់មួយរំពេចប្រពន្ធរបស់គាត់នាំកូនចេញទៅបោះបង់គាត់ដោយមិនអាចអត់ទោសឲ្យអំពើក្បត់របស់គាត់បានខ្មោចបានលួចយកអាយុរបស់អាហ្វា45ឆ្នាំធ្វើឲ្យគាត់ចាស់ភ្លាមៗក្នុងពេលតែមួយយប់ទោះមានលុយក៏ដោយប៉ុន្តែជីវិតរបស់គាត់គឺទេគាត់បាត់បង់មនុស្សពីរនាក់ដែលគាត់ស្រឡាញ់បំផុតបែកបាក់នឹងឯកោអាហ្វាបានយល់ការពិតដ៏ឈឺចាប់មួយនៅពេលគាត់ក្រីក្រគ្រួសារគាត់សប្បាយរីករាយនៅពេលគាត់មានលុយគាត់បាត់បង់អ្វីគ្រប់យ៉ាងប្រពន្ធនិងកូនរបស់អាហ្វានៅតែត្រូវខ្មោចនោះតាមយាយីអាហ្វាលែងបានរស់នៅជាមួយប្រពន្ធនិងកូនរបស់គាត់ទៀតហើយពេលនេះគាត់ចាស់ដល់លែងរួចហើយគាត់បានផ្ដាំមិត្តភ័ក្តិឲ្យជួយថែរក្សាប្រពន្ធនិងកូនរបស់គាត់ផងពេលរាត្រីមកដល់អាហ្វាក៏បានបញ្ចប់ជីវិតរបស់ខ្លួនដោយចាក់សាំងដុតខ្លួនឯងក្នុងផ្ទះខ្មោចនោះតែម្ដង